សូមគោរពនិងជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ក្នុង Channel ប៊ុនធឿន KH នៅថ្ងៃនេះដែរគឺខ្ញុំបានលើកយកនៅសាច់រឿងមួយដែលទទួលបានមកពីបងប្រុសម្នាក់ដែលបងប្រុសនោះគឺគាត់បានចែករំលែកនៅសាច់រឿងរបស់គាត់មកកាន់ខ្ញុំហើយសាច់រឿងរបស់គាត់នេះដែរគឺជាសាច់រឿងយូរដែរហើយបងប្អូនណាកាលពីឆ្នាំ2017ណាកាលនោះគឺគាត់នឹងមិនទាន់នឹងមានភ្លើងមានអីទេនៅស្រុកគាត់ណាមិនទាន់មានភ្លើងមានអីដូចឥឡូវទេ ហើយនៅស្រុកស្រែចម្ការរបស់គាត់ហ្នឹងមិនទាន់មានភ្លើងអគ្គិសនីអីប្រើដូចឥឡូវទេណាបងប្អូនណាហើយយប់ឡើងហ្នឹងគឺងងឹតឈឹងតែម្ដងដល់អញ្ចឹងគាត់មានភ្លើងទៀនឬក៏អុជចង្កៀងអីចឹងទៅហើយក៏មានក្បាលកែវគេហៅក្បាលគោមអញ្ចឹងណាបងប្អូននេះជាសាច់រឿងទី2ដែលបងប្រុសអឺលក្ខណៈថាជាសាច់រឿងដើរឆ្លោះត្រីដូចជាសាច់រឿងមុនដែរប៉ុន្តែការចែករំលែកគឺផ្សេងគ្នាណាបងប្អូនណាហើយអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងរបស់បងប្រុសតែម្ដងទៅដោយសាច់រឿងនេះផងដែរមុននឹងខ្ញុំនិយាយទៅដល់បងប្អូនស្ដាប់ខ្ញុំក៏សូមខន្តីនិងអភ័យទោសទៅដល់បងប្អូនទុកជាមុនបើសិនជាមានការនិយាយទៅលើសលួសឬក៏ពាក្យពេចន៍មិនសមរម្យនៅត្រង់ចំណុចណាមួយដែលចេតនាសូមបងប្អូនខន្តីនិងអភ័យទោសហើយនឹងសូមឲ្យបងប្អូនជួយចុច Subscribe ដល់ Channel ខ្ញុំម្នាក់មួយទៅដើម្បីនឹងទទួលបាននូវសាច់រឿងថ្មីៗពី Channel ប៊ុនធឿន KH ហើយអញ្ចឹងយើងកុំឲ្យខាតពេលវេលាយើងចូលទៅស្ដាប់សាច់រឿងនឹងតែម្ដងទៅដោយសាច់រឿងនេះដែរគឺខ្ញុំទទួលបានមកពីបងប្រុសម្នាក់ដែលគាត់នឹងគឺមានឈ្មោះថាបងប្រុសមាសដែលបងប្រុសមាសនឹងគឺគាត់បាននិយាយថាថ្ងៃមួយនឹងគឺគាត់បានទៅអឺឆ្លោះត្រីគាត់នឹងគឺទៅតែម្នាក់ឯងទេណាគាត់ទៅឆ្លោះនឹងហើយគាត់នឹងគឺជាអ្នកចូលចិត្តដើររកត្រីយប់តែម្នាក់ឯងហើយយប់មួយនោះប្រហែលជាម៉ោង11យប់បងមេឃនឹងបានកាន់ពិលមួយនិងធុងជ័រមួយធុងយើងសម្រាប់ដាក់ត្រីហ្នឹងណាបងប្អូនហើយបានកាន់ពិលមួយដែរនឹងពិលមួយដាក់ឆ្លុះលើហ្នឹងទៅដើរទៅកាន់វាលស្រែហ្នឹងខណៈពេលកំពុងតែគាត់ដើរទៅរកត្រីហ្នឹងបងមេឃហ្នឹងក៏ក្រឡេកទៅឃើញពន្លឺភ្លើងពិលមួយទៀតដែលនៅខាងវាលស្រែខាងមុខហ្នឹងណាចម្ងាយប្រហែលជា10ម៉ែត្រពីគាត់ហ្នឹងហើយភ្លើងពិលនោះគឺបាញ់ចុះបាញ់ឡើងបាញ់ចុះបាញ់ឡើងដូចតែគេនេះដើរឆ្លោះត្រីដើរមើលកែបមើលអីតាមស្រែហ្នឹងដូចគ្នាអញ្ចឹងណាប៉ុន្តែម៉ោងមិន10យប់ហ្នឹងគឺគាត់ដើរគឺស្ងាត់ឈឹងតែម្ដងបងប្អូនណាគាត់ដើរតែម្នាក់ឯងស្ងាត់ឈឹងតែម្ដងអត់មានទាន់មានពេលណាហ៊ានងើបដើរឆ្លោះដូចគាត់ទេពេលយប់អញ្ចឹងណាគេដើរឆ្លោះត្រឹមម៉ោង8ម៉ោង9ម៉ោង8ម៉ោង9ហ្នឹងម៉ោង10ហ្នឹងគេមកវិញហើយតែគាត់ចេញម៉ោង11ម៉ោង12ដោយសារគាត់ចេញរៀងយប់អញ្ចឹងទៅគឺរកបានគាត់ត្រឡប់គាត់រកត្រីបានពេលយប់ណាគាត់ចែករំលែកមកអញ្ចឹងហើយអញ្ចឹងបងមេឃហ្នឹងគឺគាត់លក្ខណៈថាត្រេកអរដែរណាបងប្អូនដោយមានគេដើរឆ្លោះចិត្តគាត់អឺមាន2នាក់អីចឹងទៅគាត់បានជាគ្នាអញ្ចឹងណាព្រោះគាត់គិតថាដើរចិត្តគ្នាចិត្តអីចឹងទៅបានស៊ូគ្នាទៅវិញទៅមកអញ្ចឹងទៅហើយគាត់នឹងក៏ស្រែកស៊ូថាអ្នកណាហ្នឹងបានត្រីខ្លះនៅអញ្ចឹងណាគាត់ស៊ូស្រែកស៊ូអញ្ចឹងទៅហើយភ្លើងពិលនោះក៏មិនឆ្លើយតបទេភ្លើងដែលគេដើរឆ្លោះដែរហ្នឹងគេមិនឆ្លើយតបទេតែបានបាញ់ភ្លើងពិលហ្នឹងមកចំមុខបងមេឃរួចបាញ់ចុះទៅក្រោមវិញទៅហើយបងមេឃហ្នឹងក៏ដើរសំដៅទៅរកពន្លឺភ្លើងនោះដើម្បីជជែកគ្នាលេងស៊ូថាបានត្រីច្រើនឬអត់អញ្ចឹងណាដោយសារតែគាត់ស្រែកមុនហ្នឹងគឺគាត់ស្រែកទៅអត់មានការឆ្លើយតបមកកាន់គាត់វិញទេហើយអញ្ចឹងក៏គាត់ហ្នឹងចម្លែកត្រង់ថាដើរទៅកាន់តែលឿនទៅភ្លើងពិលនោះក៏កាន់តែរំកិលថយក្រោយកាន់តែលឿនដែរណាបងប្អូនដល់អញ្ចឹងក៏គាត់នឹងខំប្រឹងរត់ទៅឲ្យជិតស្រាប់តែពន្លឺភ្លើងនោះក៏ហោះឡើងទៅលើវឹងឡើងទៅវឹងមកណាហើយពេលនោះគាត់នឹងគាត់ឃើញវឹងទៅអញ្ចឹងទៅទុំនឹងអឺនៅលើចុងមែកឈើមួយណាដើមឈើមួយហ្នឹងគេហៅថាដើមអីណាបងប្អូនមិនគាត់នឹងគឺបញ្ជាក់ប្រាប់ដែរប៉ុន្តែខ្ញុំភ្លេចបាត់ហើយណាបងប្អូន
គាត់អញ្ចឹងគឺហោះវឹងទៅទឹងទៅលើអាដើមឈើហ្នឹងគាត់ហ្នឹងក៏ស្រាប់តែឆ្ងល់គាត់ឆ្ងល់ណាស់ក្នុងចិត្តគាត់ហ្នឹងក៏យកពិលរបស់ខ្លួនហ្នឹងបាញ់បំភ្លឺទៅឲ្យលើចុងចុងចុងមែកឈើហ្នឹងណាបងប្អូនអធិស្ឋានបងប្អូនដោយសាររៀងតាក់បន្តិចណាបងប្អូនហើយអ្វីដែលគាត់បានឃើញនោះគឺធ្វើឲ្យគាត់ហ្នឹងដួលសន្លប់អត់បានដួលសន្លប់ទេគាត់ថាគាត់ហ្នឹងគឺឈរប្រឹងហ្មងឈររឹងនៅក្នុងណាលក្ខណៈថាគាត់ភ្ញាក់ផ្អើលហ្មងណាអញ្ចឹងហើយនៅលើចុងដងនោះគឺមិនមែនមនុស្សទេបងប្អូនណាគាត់ថាណាគឺមានតែក្បាលស្ត្រីម្នាក់ទេហើយសក់វែងអន្តាយសក់វែងដល់ក្រោមនឹងមានពុះវិនពុះតាំងអីនោះគឺធ្លាក់ចុះមកហ្នឹងឡើងរញីរញ័រនៅខាងក្រោមហ្នឹងបងប្អូនធ្លាក់មកឡើងតែគឺអញ្ចឹងទៅជាមួយនឹងសក់ណាបងប្អូនហើយពន្លឺភ្លើងដែលគាត់ហ្នឹងគឺគិតថាជាភ្លើងពិលនោះតាមពិតទៅជាពន្លឺគ្របភ្នែកក្រហមឆ្អៅដែលរបស់ខ្មោចក្រសាំងគេហៅខ្មោចក្រសាំងស្រុកគាត់ណាបងប្អូននៅខាងស្រុកគាត់ហ្នឹងតែគាត់អត់បានបញ្ជាក់ថានៅទីតាំងណានៅណានៅភូមិណានៅខេត្តណាអីទេគាត់នឹងគឺបានថាគេហៅថាអាបឬក៏ជាខ្មោចខ្សាំងអីនោះអញ្ចឹងទៅក៏ខ្មោចនោះសម្លឹងចម្ងាយមកណារួចស្រែកសោចស្រួចស្រាវពេញវាលស្រែនឹងតែម្ដងបងប្អូនណាគឺស្រែកសឹងតែបែកក្តាស់ខ្ជីគាត់ហើយគាត់ថាពេលនោះគឺស្រែកខេកខាពីពេញនោះស្ដឹងស្រែកល្មិចខ្លះទេបងប្អូនណាដោយគាត់នឹងគឺភ័យខ្លាចពេកហើយក៏បោះបង់បោះចោលទាំងពិលទាំងធុងត្រីហ្នឹងរត់តែម្ដងបងប្អូនណារត់យករួចខ្លួនដើម្បីត្រឡប់មកផ្ទះវិញឲ្យលែងគិតជីវិតអីវែងឆ្ងាយអីទៀតហើយលែងគិតរឿងរកត្រីរើអីទៀតហើយអញ្ចឹងគឺគាត់រត់មកដើម្បីឲ្យរួចខ្លួនវិញហើយអញ្ចឹងគឺគាត់នឹងគឺដេកគ្រុនចាញ់អស់ជិត1អាទិត្យដែរណាបងប្អូនពេលត្រឡប់មកដល់ផ្ទះវិញអញ្ចឹងហើយចាប់តាំងពីថ្ងៃនោះមកបងមៀចនឹងលែងហ៊ានដើរឆ្លោះត្រីតែម្នាក់ឯងកណ្ដាលយប់ជ្រៅអីតែម្នាក់ឯងទៀតហើយគាត់លែងហ៊ានដើរទៀតហើយបងប្អូនណាហើយនេះគឺជាសាច់រឿងខ្លីមួយដែលបងប្រុសគាត់បានចែករំលែកមកហើយបងប្អូនស្ដាប់ទៅយល់ឃើញយ៉ាងណាឬក៏មានកន្លែងណាទាក់ឬក៏មានកន្លែងណាឆ្គំឆ្គងអីសូមបងប្អូនអធិស្ឋានផងដោយសារតែខ្ញុំអាននៅក្នុងសាច់រឿងរបស់បងប្រុសគាត់បានចែករំលែកមកដែរទេហើយអញ្ចឹងបងប្អូនស្ដាប់ទៅយល់ឃើញយ៉ាងណាអីសូមខន្តីនិងអភ័យទោសផងបងប្អូនណាបើសិនជាមានកន្លែងណាខុសទោសឬក៏ចន្លោះនៅកន្លែងណាអីសូមបងប្អូនអធិស្ឋានផងហើយបងប្អូនក៏កាត់យល់ខ្លះទៅណាកាត់យល់នៃខ្លះទៅដោយសារតែបងប្រុសគាត់បានចែករំលែកមកក៏គាត់មិនបានប្រាប់ជាលម្អិតអីដែរបងប្អូនណាហើយអញ្ចឹងក្នុងសាច់រឿងនេះគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយសូមឲ្យបងប្អូនជួយចុច Subscribe រួចដាក់សញ្ញាកណ្ដឹងនឹងទទួលបាននូវសាច់រឿងថ្មីៗពីខ្ញុំបានហើយបងប្អូនក៏អាចចែករំលែកនូវសាច់រឿងរបស់បងប្អូនមកកាន់ខ្ញុំបានដែរដោយបងប្អូនអាចចុចតាម link Telegram នៅខាងក្រោមរួចបងប្អូនអាចផ្ញើសាច់រឿងរបស់បងប្អូនដែលបានជួបឬក៏សាច់រឿងដែលបងប្អូនបានឮគេនិយាយតគ្នាអីចឹងណាបងប្អូនអាចចែករំលែកមកខ្ញុំបានហើយអញ្ចឹងខ្ញុំសូមគោរពនិងជម្រាបលាទៅដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅសាច់រឿងក្រោយៗទៀត